លោកមានផ្លូវលំហើយលោកមានគម្រោងហើយលោកមានគោលហើយយើងត្រូវអភិវឌ្ឍវាឲ្យទៅជាផ្លូវកស៊ូផ្លូវ highway ផ្លូវលឿនលឿនយល់ទេបាទនៅថ្ងៃនេះខ្ញុំនិយាយអំពីដំណើរដើមតងនៃវចនានុក្រមសម្ដេចព្រះសង្ឃជួនណាតបន្តិចណានិយាយអំពីសាវតាខ្លះនិយាយអំពីគោលបំណងនៃការរៀបចំវចនានុក្រមហ្នឹងនិយាយអំពីគោលបំណងបាទសម្ដេចព្រះសង្ឃរាជជួនណាតនឹងផងដែរអញ្ចឹងសម្រាប់បងប្អូនដែលជាអ្នកសិក្សារៀនសូត្រជាពិសេសសិស្សនិស្សិតគួរតែមានវចនានុក្រមនេះមួយម្នាក់ទៅដើម្បីយើងបានរៀនសូត្រអំពីអក្ខរាវិរុទ្ធចេញពីវចនានុក្រមនេះបាទហើយមានហើយសូមឲ្យអានផងហើយឲ្យយល់អំពីគោលបំណងនៃវចនានុក្រមនឹងផងឬក៏គោលបំណងនៃអ្នករៀបរៀងវចនានុក្រមនឹងផងណាកុំឲ្យមានហើយយើងយកទៅដាក់នៅក្នុងទូកាក់សោណាយើងមិនដែលមើលក៏វចនានុក្រមនេះមិនមានតម្លៃដែរអញ្ចឹងសូមឲ្យយកទៅមើលហើយឲ្យយល់បាទខ្ញុំសូមនិយាយបន្តិចចំពោះវចនានុក្រមនេះបើយើងគិតពីអាយុកាលវិញគឺ111ឆ្នាំហើយរហូតដល់ម៉ោងនេះនៅឆ្នាំ2026ហ្នឹងវាកើតឡើងនៅឆ្នាំ1915បាទដោយរាជប្រកាសលេខ67 4ធ្នូឆ្នាំ1915កាលពីដើមឡើយវចនានុក្រមនេះយោងតាមរាជប្រកាសហ្នឹងគឺឲ្យដាក់ឈ្មោះថាវចនានុក្រមរាជការប៉ុន្តែនៅពេលដែលរៀបចំរួចរាល់ហើយរៀបនឹងបោះពុំនោះក៏មន្ត្រីបាទរដ្ឋាភិបាលហ្នឹងលោកស្នើឲ្យដូរឈ្មោះចេញណាស្នើដាក់ឈ្មោះវចនានុក្រមខ្មែរភាគ1ភាគ2វិញបើដាក់ឈ្មោះថាវចនានុក្រមរាជការបានសេចក្តីថាបង្ខំឲ្យគេប្រើតាមវចនានុក្រមនេះទាំងអស់ពីព្រោះកាលពីមុនមកមិនមានវចនានុក្រមគឺថាភាសាឬក៏ពាក្យដែលប្រើពីបរមរានមកផ្សេងគ្នាដូច្នេះក៏ដូរឈ្មោះមកដាក់ថាវចនានុក្រមខ្មែរភាគ1ភាគ2ណានៅឆ្នាំ1915ដោយមានក្រុមគណៈកម្មការចំនួន18អង្គនាក់ក្នុងនោះមានរាជវង្សផងដែរហើយបុគ្គលដែលសំខាន់នៅក្នុងកិច្ចការងារហ្នឹងគឺមានសម្ដេចព្រះសង្ឃរាជជួនណាតនឹងឯងតែលោកកាន់វចនានុក្រមនេះឬក៏ធ្វើកិច្ចការងារនេះ24ម៉ោងលើ24ម៉ោងធ្វើការងារច្រើនជាងគេបាទចំណែកគណៈកម្មការផ្សេងទៀតអ្នកខ្លះក៏បានជួយច្រើនទៅអ្នកខ្លះក៏បានជួយតិចទៅអ្នកខ្លះក៏មកបាត់មកឃើញអញ្ចឹងទៅណាឬក៏អ្នកខ្លះមួយសប្តាហ៍មកតែ2ដង3ដងអញ្ចឹងទៅប៉ុន្តែអ្នកដែលខ្នះខ្នាយស្ទូស្ទានឹងអោបប្រសោបដែលចោលជាងគេគឺសម្ដេចព្រះសង្ឃរាជជួនណាតនឹងហើយអញ្ចឹងបញ្ជាក់ថានេះវចនានុក្រមនេះពុំមែនជាកម្មសិទ្ធិឯកជនរបស់បុគ្គលណាម្នាក់ឡើយជារបស់រដ្ឋាភិបាលណាដំណតមកទៀតដោយសារតែការគោរពស្រឡាញ់និងការចេះដឹងរបស់សម្ដេចព្រះសង្ឃរាជជួនណាតយើងរាល់ថ្ងៃនេះអាប់ដេតសារក្រោយហ្នឹងការបោះពុំជាបន្តបន្ទាប់ហ្នឹងក៏នាំគ្នាឲ្យឈ្មោះថាវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតទៅដែលការពិតមិនមែនទេមិនមែនជាកម្មសិទ្ធិឯកជនរបស់សម្ដេចព្រះសង្ឃរាជជួនណាតទេប៉ុន្តែដោយសារតែការស្រឡាញ់ការចេះដឹងនិងការខំប្រឹងប្រែងរបស់លោកច្រើនឆ្នាំណាស់នៅបោះពុំលើកទី1លើកទី2លើកទី3លើកទី4នៅឆ្នាំ1962ក៏មានការកែប្រែខ្លះណាកែប្រែលើពាក្យដែលលោកបានអនុម័តរួមគ្នាជាមួយនឹងក្រុមគណៈកម្មការហ្នឹងកែពាក្យព្រោះមានពាក្យខ្លះគឺមានគេជំទាស់ប្រឆាំងតវ៉ាហើយធ្វើឲ្យពិបាកយល់ណាពិបាកយល់វាជាន់គ្នាឧទាហរណ៍ដូចពាក្យថាគួរដែលជាកិរិយាសព្ទជំនួយហ្នឹងក៏ដាក់ស្អួរនឹងរណាអត្តន័យជាកិរិយាសព្ទជំនួយបាទហើយមួយទៀតគួរស្រូវកាលពីដើមឡើយគឺគេសេកដាក់ស្អួរនឹងរទេដល់ពេលកែលើកទី4នេះលោកកែពាក្យនឹងចេញមកដាក់ថាកដាក់ស្អួរគួរនឹងរគួរស្រូវកុំឲ្យវាច្រឡំគ្នាសំបីតែពាក្យហ្នឹងអានឹងស្អើកហ្នឹងណានឹងស្អើកកាលពីបោះពុំលើកទី1លើកទី2ហ្នឹងក៏លោកប្រើនឹងស្អើកថ្នាក់ពាក្យជាសន្ធានណាជាសន្ធានជាឆ្នប់ក៏ប្រើនឹងដែរអញ្ចឹងទៅវាច្រឡំជាមួយអានឹងដែលជាកិរិយាសព្ទលោកគ្រោះឬក៏កិរិយាសព្ទពិសេសឬក៏គេជំរឿកិរិយាដែលបញ្ជាក់អំពីការប្រាប់អំពីការនោះនឹងកើតឡើងនឹងប្រព្រឹត្តនោះនឹងស្អើកដែរអញ្ចឹងអានឹងពីរហ្នឹងវាច្រឡំគ្នាវាពិបាកក្នុងការប្រើដូច្នេះហើយលោកក៏លុបអានឹងស្អើកហ្នឹងមកដាក់នឹងស្អេកវិញណាមានការកែប្រែច្រើនរហូតដល់ឆ្នាំ1967នេះណា67ដែលជាការបោះពុំលើកទី5នេះលើកទី5នេះបាទនាយកនៃពុទ្ធសាសនបណ្ឌិតហ្នឹងបានចាត់តាំងឲ្យមានគណៈកម្មការ4នាក់មកត្រួតពិនិត្យឲ្យបានម៉ត់ចត់ឲ្យបានត្រឹមត្រូវជាងមុនដើម្បីបោះពុំជាលើកទី5នៅក្នុងនោះមានបាទអ៊ុំសុំមានកឹបតូបាទមាន4នាក់ខ្ញុំអត់ចាំឈ្មោះទេប៉ុន្តែ4នាក់ហ្នឹងគាត់ក៏បានស្នើសុំសម្ដេចព្រះសង្ឃរាជជួនណាតជួយណាហើយកាលនោះសម្ដេចព្រះសង្ឃរាជជួនណាតហ្នឹងអាយុច្រើនហើយ84ព្រះវស្សាហើយលោកមានកិច្ចការងារច្រើនណាស់ហើយណាកម្លាំងក៏កាន់ការថមថយប៉ុន្តែដោយសារតែការស្រឡាញ់លោកក៏យល់ព្រមមកជួយឧបត្ថម្ភណាជួយឧបត្ថម្ភវចនានុក្រមនេះបន្តទៀតឧបត្ថម្ភមិនមែនឧបត្ថម្ភជលុយទេឧបត្ថម្ភនោះបានន័យថាបន្ថែមជួយកែសម្រួលកែគុណបន្ថែមលោកក៏ព្រមទទួលធ្វើការងារនឹងបន្តទៀតហើយលោកក៏បានបញ្ជាក់នៅក្នុងសេចក្តីនោះថាដោយសារតែពេលវេលាខ្លីពេកលោកមិនអាចរកពាក្យអស់បានទេកាលហ្នឹងដូចជាចុងឆ្នាំ1967ហើយ
គេកំណត់ថាឲ្យចេញនៅក្នុងឆ្នាំហ្នឹងដោយសារតែវាអស់ណាពលរដ្ឋមានសេចក្តីត្រូវការច្រើនហើយលោកក៏បាននេះសំណេររបស់លោកក៏ដៃហ្នឹងលោកក៏បាននិយាយថាដោយសារតែការវេលាខ្លីពេកលោកមិនអាចរំមេពាក្យដាក់បន្ថែមឲ្យអស់បានទេត្បិតអីវប្បធម៌ខ្មែរយើងមានការរីកចម្រើនច្រើននេះបងប្អូនបើមានវចនានុក្រមនោះមើលផងអានឲ្យយល់អំពីសេចក្តីរបស់វចនានុក្រមហ្នឹងបាទខ្ញុំអានទូនៅកន្លែងពោលផលិតខ្លះណានេះលោកថាវប្បធម៌ខ្មែរយើងចេះតែរីកចម្រើនកើនជាលំដាប់ណាកើនជាលំដាប់អញ្ចឹងទៅលោកណាសូមឲ្យមានការជួយជ្រោមជ្រែងបន្ថែមទៀតមួយទៀតតកតងនឹងអត្តន័យណាអត្តន័យឬគោលបំណងរបស់ព្រះសង្ឃរាជជនណាលោកបានស្នើណាបានស្នើឲ្យអស់លោកនេះលោកថាឲ្យអស់លោកនឹងបានជួយឧបត្ថម្ភវចនានុក្រមនេះឲ្យមានការលូតលាស់ចម្រើនទៅតាមសម័យនិយមនាអនាគតកាលណាលោកស្នើសុំអស់លោកដែលជាអ្នកចេះដឹងផ្នែកអក្សរសាស្ត្រខ្មែរនឹងជួយឧបត្ថម្ភវចនានុក្រមនេះឲ្យមានការរីកចម្រើនទៅតាមសម័យកាលឬក៏អនាគតឧបត្ថម្ភនឹងមិនមែនឧបត្ថម្ភលុយទេបានន័យថាជួយកែសម្រួលและបន្ថែមទៅបច្ចុប្បន្នមានពាក្យថ្មីៗច្រើនណាស់លោកអត់មានពេលវេលាគ្រប់គ្រាន់ក្នុងការរើសមេពាក្យទាំងអស់នោះមកដាក់នៅក្នុងនេះបានច្រើនទេនៅក្នុងវិស័យសេដ្ឋកិច្ចនយោបាយវិទ្យាសាស្ត្រមានដែរក្នុងហ្នឹងមានទេពាក្យសេដ្ឋកិច្ចនយោបាយទស្សនវិជ្ជាអីមានក្នុងនេះអត់មានទេពាក្យថ្មីនេះដូចពាក្យគេ YouTube បកមានក្នុងនេះអត់វាអត់មានដល់អត់មានចុះក្មេងសារក្រោយដឹងថាពាក្យថា YouTube បកហ្នឹងមានន័យថាម៉េចអត់ដឹងសម្រាប់ខ្ញុំនេះអត្តន័យមិននឹងច្បាស់គាត់តែដឹងថាសំដៅទៅលើគ្រឿងសភាវុធស្អីហ្នឹងតែឲ្យច្បាស់គឺអត់ទេភាសាអីវាអត់មាននៅក្នុងវចនានុក្រមណាអញ្ចឹងទៅសម្ដេចព្រះសង្ឃរាជជនណាហ្នឹងលោកណាស្នើឲ្យអស់លោកចំនួនក្រោយហ្នឹងជួយឧបត្ថម្ភណាមួយទៀតលោកក៏បាននិយាយប្រៀបធៀបវចនានុក្រមនេះលោកបាននិយាយថាម៉េចបើប្រៀបធៀបទៅនឹងផ្លូវក៏មានឋានៈត្រឹមតែប្រហែលនឹងផ្លូវលំគាត់ណាលោកប្រៀបធៀបថាបើសិនជាប្រៀបធៀបនឹងផ្លូវវិញវចនានុក្រមនេះដូចជាផ្លូវលំណាដូចជាផ្លូវលំស្គាល់ផ្លូវលំទេដែលបានចាក់រាយគ្រោះបាយក្រៀមស្ដើងណាចាក់រាយគ្រោះបាយក្រៀមណាគ្រោះបាយក្រៀមស្ដើងបានន័យថាលោកបានរើសមេពាក្យមិនអស់ណាមិនបានអស់ទេមិនបានគ្រប់វិស័យទេបានស្ដើងទេតោះហ្នឹងអញ្ចឹងបើលោកប្រៀបធៀបគឺស្មើនឹងផ្លូវគ្រោះផ្លូវលំអញ្ចឹងលោកថាម៉េចទៀតពុំទាន់មានឋានៈស្មើផ្លូវថ្នល់ដែលចាក់ជ័រយ៉ាងក្រាស់រលើបរលោងឡើយណាក្នុងអនាគតកាលមិនយូរប៉ុន្មានឆ្នាំទើបអាចនឹងឡើងឋានៈស្មើនឹងថ្នល់ចាក់ជ័ររលើបរលោងពុំខានឡើយគួរឲ្យខ្ញុំនឹកស្ដាយណាស់ដោយមិនបានឃើញឋានៈខ្ពង់ខ្ពស់របស់វចនានុក្រមខ្មែរនេះយល់ទេលោកថាមិនយូរមិនឆាប់ណាឋានៈនៃវចនានុក្រមនេះអាចនឹងស្មើផ្លូវថ្នល់ដែលរលើបរលោងស្មើនឹងផ្លូវកស៊ូផ្លូវលបឿនលឿនផ្លូវ highway លោកចង់គិតថាលោកបានធ្វើជាផ្លូវលំហើយណាផ្លូវលំហ្នឹងវាមានកលុកកលៈវាមានគ្រោះវាមានអីចឹងតែវាស្ដើងវាមិនទាន់កាសវាមិនទាន់រលើបរលោងណាអាផ្លូវដែលគេចាក់កស៊ូរលើបរលោងផ្លូវលឿនហ្នឹងវាចំណេញពេលវេលាណាវាចំណេញពេលវេលាហើយវាក្រាស់វាក្រែលណាវាក្រាស់វាក្រែលវាមមទាំជាងផ្លូវលំណាអញ្ចឹងយើងរក្សាអភិរក្សអាចាស់ទៅហើយយើងអភិវឌ្ឍបន្ថែមទៅចំពោះដែលកើតឡើងពាក្យដែលកើតឡើងថ្មីឬក៏ពាក្យដែលមានបញ្ហាក្នុងការប្រើប្រាស់យើងកែសម្រួលទៅណាយល់នៃរបស់លោកណាលោកប្រាប់ថាហ្នឹងដូចជាផ្លូវលំអញ្ចឹងឥឡូវឧទាហរណ៍មានពាក្យខ្លះគឺលោកមិនបានដាក់ថ្នាក់ពាក្យនៃមេពាក្យនោះទេមិនបានដាក់ថ្នាក់ពាក្យទេហើយដល់ពាក្យបានដាក់ថ្នាក់ពាក្យក្មេងសាយក្រោយបើកមើលគាត់ឆ្ងល់ថាចុះអាហ្នឹងថ្នាក់ពាក្យជាអីហើយដល់ពេលយើងសួរគាត់អត់ដឹងគាត់ត្រូវសួរទៀតគាត់ត្រូវចំណាយពេលទៅសួរអ្នកចេះដឹងទៅសួរគ្រូចំការគ្រូគាត់អត់បានរៀនច្រើនទៀតគាត់អត់ដឹងគាត់ត្រូវសួរអ្នកដែលចេះដឹងថែមទៀតចឹងពួកចំណាយពេលខាតច្រើនណាចឹងបើយើងឃើញថាពាក្យណាដែលអត់មានថ្នាក់ពាក្យអត់មានថ្នាក់ពាក្យជានាមឬក៏ជាកិច្ចសព្ទឬក៏ជាគុណនាមឬក៏ជាឧទាហរណ៍សព្ទឬក៏ជាថ្នាក់ឬក៏ជាឈ្នាប់ឬក៏ជាបាទកិច្ចយ៉ាងពិសេសកិច្ចយ៉ាងជំនួយអីបើយើងដឹងសេចក្តីហ្នឹងយើងសារក្រោយយើងថែមមកថ្នាក់ពាក្យនេះគឺជាថ្នាក់ពាក្យជានាមដល់ពេលក្មេងបើកមើលគាត់ឃើញជានាមមែនមេពាក្យខ្លះលោកមិនបានរៀបអង្គាសសេចក្តីបានគ្រប់ជ្រុងជ្រោយទេបានតែមកថាបាន2 3ផ្នែកនៅផ្នែកខាងនេះនៅផ្នែកខាងនោះនៃខាងនេះនៃខាងនោះវាអត់មានដល់អត់មានយើងធ្វើម៉េចយើងរក្សាអ្វីដែលមានចាស់ហ្នឹងទៅហើយយើងអភិវឌ្ឍបន្ថែមដើម្បីឲ្យក្មេងសារក្រោយវាមានលក្ខណៈងាយស្រួលកុំឲ្យដើរស៊ូគេស៊ូអញតទៀតបើមាននេះហើយណាមានពាក្យខ្លះអត់មានសូវអានទេឧទាហរណ៍ដូចពាក្យតុកអត់មានសូវអានយើងដែលជាចំនួនហ្នឹងយើងធ្លាប់ឮតគ្នាថាតុកយើងសរសេរតអូតុយើងអានតែតុកចុះក្មេងសារក្រោយដែលមិនបានឮពីយើងឲ្យគ្នារំពឹងអីគ្នាត្រូវសួរអ្នកដែលចំនួនចាស់នេះពូមីងអ៊ំ
ម៉ាក់ពុកម្ដាយអានឹងអានថាម៉េចបានយើងប្រាប់ថាអានតតឬក៏សម្រាប់ជនបរទេសដែលគេរៀនខ្មែរភាសាខ្មែរយើងគេចេះកខគេចេះស្រាក់ឲ្យគេអានមិនទៅគេអានមកមិនចេញតុតែយើងអានតតមែនទេតអូតយើងអានតតវាអញ្ចឹងហើយកន្លែងណាដែលនៅមានចំណុចខ្វះខាតគឺយើងជួយបន្ថែមទៅមិនមែនបំបត្តិទេតែជួយបន្ថែមនៅចំណុចខ្វះខាតណាហើយយើងក៏មានសេចក្តីប្រកាន់មួយថាត្រូវតែអនុវត្តតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតយើងថាអត់នេះវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាតទៅចុះទាំងអស់អត់ទេសូម្បីតែលោកនេះក៏លោកមិនបានឲ្យយើងតាម 100% ទេណាករណីភាសាដែលយើងធ្លាប់ប្រើវាថ្នាក់ដៃហើយរត់មាត់ហើយប្រើទៅមិនអីទេណាឥឡូវខ្ញុំឧទាហរណ៍នេះនៅកន្លែងខទី11និងខទី12លោកនិយាយអំពីពាក្យឬនិងកម្លាយប៉ុន្តែមិនបាននិយាយពាក្យឬពាក្យកម្លាយទេតែនិយាយអំពីព្យាង្គណាពាក្យមេបើពាក្យមេព្យាង្គរាយសរសេរព្យាង្គរាយបើពាក្យមេព្យាង្គតម្រួតសរសេរបាទព្យាង្គរាយតម្រួតដែរប៉ុន្តែមានករណីលើកឡើងមួយចំនួនដែលលោកមិនរឹងត្អឹងទេហើយពាក្យមួយចំនួនទៀតលោកបានសម្រេចពាក្យមេនៅក្នុងវចនានុក្រមរួចទៅហើយប៉ុន្តែបើភាសានោះយើងធ្លាប់ប្រើថ្នាក់ដៃហើយពាក្យនោះយើងប្រើថ្នាក់ដៃហើយថ្នាក់មាត់ហើយប្រើទៅមិនអីទេនេះលោកណែបងប្អូនមើលទៅពាត់នៅចុងនេះជាសម្លេងរបស់ព្រះអង្គផ្ទាល់ណាបាទយើងមើលនៅកន្លែងចុងគេកន្លែងស្ពានហ្នឹងខ្ញុំអានឲ្យស្ដាប់ណាលោកបានសម្រេចថាពាក្យមេឧទាហរណ៍ថាពាក្យថាស្រេចត្រូវសរសេរសម្រេចណាស្រេចទៅជាសម្រេចសរសេរមកជើងសមកជើងរដាក់ស្អេនចលោកសម្រេចថាអញ្ចឹងហើយយើងឆែកវចនានុក្រមនៅខាងក្នុងទៅកន្លែងការបញ្យល់ទៅគឺឃើញតែប៉ុណ្ណឹងសម្រាប់គឺយើងសរសេរសនឹងមកជើងរដាក់ស្អេនចរ៉ាច់ខ្ញុំអាពាក្យហ្នឹងកាលពីដើមឡើយនេះយើងសរសេរថាសអំសំរអេរេនចរ៉ាច់យើងទម្លាប់សរសេរអញ្ចឹងរដាស់អញ្ចឹងហើយរត់ដៃអញ្ចឹងហើយរត់មាត់អញ្ចឹងហើយលោកថាប្រើទៅបើពាក្យនោះយើងសរសេររដាស់ហើយនេះសូមអានឲ្យខ្លួនឲ្យច្បាស់តិចអត់យល់ន័យរបស់លោកមានពាក្យច្រើនណាស់ខ្ញុំឧទាហរណ៍មានពាក្យថាកម្រាស់នេះមិនប្រើរាយជាតួកម្រាលកម្រាស់កំចាត់កំចាយកំជិលកំរោបណាចម្រោតចម្រោបជំរាបជំរឿអញ្ចឹងលោកបានកំណត់ថាឲ្យសរសេរជាតម្រួតក៏ប៉ុន្តែអានទៅមុខទៀតលោកថាមិនប៉ុន្តែពាក្យមេទាំងអស់នេះជាដើមដែលធ្លាប់សរសេររាយតួណាជាងរាយហ្នឹងថ្នាក់ដៃយូរមកហើយយើងក៏ពុំទាន់ហ៊ានសម្រេចតាមយោបល់នោះដោយដាច់ខាតដែរតើណាបានន័យថាបើយើងធ្លាប់សរសេរជំរាបសួរនេះយើងសរសេរចូលដល់ស្អុំជុំរដល់ស្អានឹងបយើងធ្លាប់សរសេរអញ្ចឹងថ្នាក់ដៃហើយយើងសរសេរអញ្ចឹងទៅប៉ុន្តែសម្រាប់ពាក្យមេនៅក្នុងវចនានុក្រមនោះលោកសម្រេចឲ្យសរសេរព្យាង្គតម្រួតណាជំរាបសួរហ្នឹងណាយើងឆែកមកទៅគឺជំរាបសួរគឺសរសេរចូលនឹងមកជើងរដាក់ស្អានឹងបប៉ុន្តែលោកអត់ហាមទេថាបើពាក្យហ្នឹងសរសេរទៅវាថ្នាក់ដៃហើយមានជំរាបណាមានជំរាបមានជំរឿមានកម្រាស់មានតម្រេះណាគម្របអាហ្នឹងយើងមើលពាក្យមេទៅឃើញតែព្យាង្គតម្រួតទេប៉ុន្តែលោកបើកពុកកញ្ចក់ថាបើទៅសរសេររាយតួជាកម្រាលសេកអំកំរអារ៉ាឡរ៉ាល់កម្រាស់កអំកំរអារ៉ាសបតមួយរ៉ាលាក់នឹងលាក់តាមទម្លាប់នោះសិនទៅក៏បានឃើញទេសិនក៏បានដូចពាក្យថាសម្រាប់ខ្ញុំអត់ហ៊ានបញ្យល់ទេពាក្យសម្រាប់នឹងមានបងប្អូនយើងសួរខ្ញុំច្រើនណាស់តែខ្ញុំអត់ហ៊ានបកស្រាយខ្ញុំខ្លាចបកស្រាយទៅវានាំឲ្យបងប្អូនមួយចំនួនដែលប្រកាន់មុំជាមួយនឹងវចនានុក្រមហ្នឹងហើយមិនដឹងអំពីគោលបំណងជាក់លាក់ពិតប្រាកដឲ្យច្បាស់លាស់ស៊ីជម្រៅបកាយចាណាដល់គ្នាបកាយតោងហ្មងណាយើងបើកមើលពាក្យថាសម្រាប់នៅក្នុងវចនានុក្រមនេះលោកសម្រាប់ឲ្យសរសេរសនឹងមកជើងរដាក់ស្អានឹងបបតកណាសម្រាប់ដែរប៉ុន្តែសួរថាពីដើមឡើយយើងនិយមប្រើសរសេរសអំសំរអារស្អានឹងបបតកសម្រាប់ណាយើងប្រើទូទាំងប្រទេសអញ្ចឹងពីណាពីណីមកហើយលោកអត់ហាមទេថាបើពាក្យហ្នឹងធ្លាប់ប្រើពីណាពីណីមកថ្នាក់ដៃហើយសរសេរទៅប្រើទៅលោកមិនថាអីទេប៉ុន្តែណាស់តែយើងនេះណាស់តែយើងបើកទៅវាអត់ឃើញមានពាក្យថាសដល់ស្អំរដល់ស្អានឹងបបតកយើងទៅប្រាប់គេថាខុសតែទាំងខ្ញុំទាំងគេហ្នឹងក៏ប្រាប់ថាខុសដោយសារសំអាងអីសំអាងទៅលើវចនានុក្រមហ្នឹងវាអត់មានពាក្យមេលោកសម្រាប់អញ្ចឹងប៉ុន្តែលោកក៏បើកវងចោលដែរលោកអត់បាត់ទេថាបើពាក្យហ្នឹងធ្លាប់ប្រើនិយាយដល់ទៀតណាដើម្បីឲ្យយល់បើវាធ្លាប់ប្រើអញ្ចឹងទៅហើយវាទូទាំងប្រទេសទៅហើយវាថ្នាក់ដៃទៅហើយថ្នាក់មាត់ហើយប្រើទៅលោកមិនថាទេយល់ទេយល់អានឲ្យយល់តិចមានវចនានុក្រមនេះឲ្យអោបនៅតែក្នុងខ្លួនដែរអត់យល់ឬក៏អានមិនយល់ណាអញ្ចឹងយើងត្រូវយល់អំពីគោលបំណងរបស់វចនានុក្រមហ្នឹងណាបាទមានពាក្យច្រើនណាស់ដែលចម្រូងចម្រាស់គ្នាអ្នកខ្លះគាត់អត់សមនឹងវចនានុក្រមហ្នឹងទេណាគាត់ធ្លាប់តែប្រើកន្លងមកគេប្រើតែអញ្ចឹងហើយបើតែអញ្ចឹងបានយើងប្រើទៅលោកមិនថាអីទេគាត់ណាហើយសូមបញ្ជាក់ផងដែរលោកអត់បានដឹកណាត់ថាត្រូវតែអនុវត្តតាមវចនានុក្រមនេះទាំងអស់ទេណាសូម្បីតែរាជក្រឹត្យហ្នឹងណា
có mình ban đặt cho mua tha và cho nó còn rich cả đó ở đặt cho một máy được lại cái kết thá rồi thà bị bán một không ở cái khát từ tập bao từ tam và cho nó ở thì chẳng dân tàu dối á dân tàu dối tha cao bị quật này phía xa miền trao na ở lời này miền phía xa thôi trao na đã lực nông vạch na là cầm đấy ở miền đôi chỗ này chia giữa bò bọc trong đó miếng cá thì rạ vía cài làm o vía ao tới chụp lời chiết ao tới chụp lời cờ sú lời là bươn lướn lời hài về ở miền lệ cả nặng gì rồi nè cái này đây chia chụp lời pha khát lực nóng vạch na là cầm nắng dương còn thay tới ở mình bên đặt mình thay nóng chỉ nè đã mà tốt mình đã riêng hạt Timothy nè đã ăn sao mình đặt tới cài thế nè sau tại nè đã ban cho cắt cả riêng tam buôn tam nát tam cùng pi miền mùi than cho bạc lo bản miền sầm mặt tập thiết nông ca bản time nè bản time chẳng dương cũng ao rừng ong pet dương mình vô làm pi qua cho là con nó có dương rừng ong hả nhưng xong prap tha nè mình bán chia cầm pi rồi coi chia merian rồi bóc presama sampote báo chia merian rồi bóc presama sampot rồi cái lại cài mình khơi thế rồi cái lại cài mình khơi thế rồi lại khâu ta pi cầm pi rồi bóc presama sampot rồi coi chia merian chia sập phơi merian rồi bóc presama sampot sót tại ai cài ban bờ miên cầm hộ bờ dương rồi khơi tham miên cầm hộ dương sót tại ai cài ban rồi ta lúc mình khâu đấy không nè không qua cha con lúc mình khâu á trên ca mình mang khâuដោយសារតែបញ្ញារបស់លោកមិនដល់ទេអាចខុសដោយសារតែក្រុមការងារបញ្ចូលទិន្នន័យទៅខ្វះហើយលោកពិនិត្យមិនបានគ្រប់ជ្រុងជ្រោយមិនបានគ្រប់លម្អិតទាំងអស់ក៏វាមានកំហុសពេលខ្លះពេលវេលាផុចញ៉ាច់ពេកលោករៀបអង្គាសសេចក្តីនៃពាក្យមេនឹងមិនអស់គ្រប់ជ្រុងជ្រោយនៅមានចំណុចខ្វះខាតឬក៏ការរៀបចំរចនាសម្ព័ន្ធប្រយោគមិនបានត្រឹមត្រូវរដ្ឋអាភិបាលពេញទឹកពេញដីយើងយកមករៀបចំឲ្យវាស្អាតក៏វាមានខុសទាស់យើងរក្សាភាពដើមទាំងស្រុងនៅអ្វីដែលត្រឹមត្រូវអ្វីដែលជាខ្វះខាតយើងកែសម្រួលឲ្យត្រូវហើយជឿថាមានបច្ចានៅក្រុមនេះមានកន្លែងខុសហ៎បើមិនជឿទេសាកមកជាមួយខ្ញុំមកខ្ញុំបើកឲ្យមើលឲ្យភ្លឺភ្នែកថាមានកន្លែងខុសអត់ស្ពីបច្ចានៅក្រុមមកអាថ្មីក៏ដោយយកមកខ្ញុំបើកឲ្យមើលថាតើមានកំហុសអត់ហើយខ្ញុំមិនបានទម្លាក់កំហុសទៅលើណាព្រះអង្គទេណាការខុសដោយអចេតនាដោយមិនដឹងមើលមិនឃើញមើលមិនអស់យល់ទេឥឡូវខ្ញុំឧទាហរណ៍ពាក្យមួយពាក្យថាសំឡេងនៅក្នុងពាក្យមេដែលអនុម័តនៅក្នុងវចនានុក្រមនេះគឺយើងសរសេរបានតែសរសសរសំសំឡដល់ស្អេលេងក៏លេងយើងអត់សរសេរព្យាង្គតម្រួតសនឹងមកជាងឡដាក់ស្អេនឹងងទេហើយយើងក៏មិនសរសេរសដាក់ស្រអំឡដាក់ស្អេនឹងងដែរប៉ុន្តែសួរថាមានអត់នៅក្នុងវចនានុក្រមមានសរសេរពាក្យថាសរសអំសំឡដាក់ស្អេនឹងងអត់មានអត់ណាអ្នកអានវចនានុក្រមហ្នឹងចូលមកតែមានអត់ហើយចុះបើសិនជាមានពាក្យហ្នឹងពាក្យថាសរសអំឡដាក់ស្អេនឹងងនៅក្នុងហ្នឹងតើយើងទៅកែគេខុសឬយ៉ាងណាបើកែគេខុសបានន័យថាវចនានុក្រមនេះក៏ខុសយល់ទេនៅក្នុងវចនានុក្រមហ្នឹងមានសរសេរសរសអំឡដាក់ស្អេនឹងងអត់ដល់ពេលយើងឆែកនៅពាក្យឬវាអត់មានដល់អត់មានតែសរសេរខុសតែពីសរសអំឡដាក់ស្អេនឹងងយើងថាគេខុសដល់ឡែកនៅក្នុងសភៅហ្នឹងមានសរសេរវចនានុក្រមមានសរសេរពាក្យថាគំនុះមកពាក្យថាគុះហ្នឹងណាគំនុះស្អីមិនកដាក់ស្អំណដាក់ស្អូនឹងសអាហ្នឹងគំនុះចុះបើស្អីខុសពីហ្នឹងខុសឬក៏ត្រូវខុសពីហ្នឹងមានសរសេរថាកស្អំកំណដាក់ស្អូនឹងសកំនុះត្រូវឬខុសឥឡូវខ្ញុំសួរត្រូវឬខុសយើងថាខុសហើយបើខុសនៅក្នុងនេះមានដែរនេះនៅក្នុងវចនានុក្រមនេះមានដែរនេះចឹងបានន័យថាវចនានុក្រមនេះក៏ខុសយល់ទេប៉ុណ្ណាខ្ញុំចង់បញ្ជាក់ថានេះមនុស្សអ្នកធ្វើមនុស្សអ្នកធ្វើមិនមែនប្រអិនប្រព្រំទេវតាអ្នកធ្វើទេអញ្ចឹងវាលែងអីដែលខុសដូចសុភាសិតខ្មែរថាម៉េចដំរីគេដំរីជើង4គង់មានផ្្លាត់អ្នកប្រាជ្ញចេះស្ទាត់គង់មានផ្លេចយល់ពីហ្នឹងទេដំរីជើង4គង់មានផ្្លាត់អ្នកប្រាជ្ញចេះស្ទាត់គង់មានផ្លេចអញ្ចឹងអានេះមិនមែនប្រអិនប្រព្រំអ្នកធ្វើទេមនុស្សអ្នកធ្វើអញ្ចឹងមនុស្សអ្នកធ្វើប្រកាសជាមានផ្្លាត់ហើយចុះបើផ្្លាត់ហើយយើងប្រកាន់វិន័យមិនឲ្យកែអាកន្លែងផ្្លាត់ចេញទេមិនឥឡូវជឿទេថាមានពាក្យកស្អំកំណដាក់ស្អូនឹងសអានឹងយើងអានមិនអានកំនោះហើយត្រូវអត់មកពីពាក្យអីមកពាក្យថាគុះនៅកនឹងសកដាក់ស្អូនឹងសគុះបាទអញ្ចឹងគុំនោះមិនមែនកំនោះទេប៉ុន្តែនៅក្នុងវាមានកំនោះនេះឥឡូវយើងថាមិនអញ្ចឹងយើងអាចសរសេរថាកំក៏បានសេថាកគុំក៏បានឬក៏យ៉ាងណានឹងមានពាក្យផ្សេងទៀតឥឡូវយើងគិតមើលថាតើគួរកែអត់បើយើងឃើញថាខុសយើងគួរកែអត់ហើយដល់ពេលយើងកែថាយើងហ្នឹង
មើលងាយសម្ដេចព្រះសង្ឃរាជជណាតថាអត់ទេគ្មានអ្នកណាមើលងាយសម្ដេចព្រះសង្ឃរាជជណាតទេយើងគាត់តែជួយឧបត្ថម្ភកន្លែងណាដែលមិនត្រឹមត្រូវយើងសម្រួលឲ្យត្រឹមត្រូវហើយបើកន្លែងណាវាអត់មាននៅក្នុងនេះយើងបន្ថែមទៅដើម្បីឲ្យក្មេងចំនួនក្រោយហ្នឹងបានដឹងពាក្យ YouTube បកនៅក្នុងនេះមានមកពីណាពាក្យសេដ្ឋកិច្ចមកកោកទៀតពាក្យច្បាប់មកកោកទៀតណាពាក្យកសិកម្មមកកោកទៀតលោកបញ្ជាក់ឲ្យថាលោកអត់បានដាក់ពាក្យមេអស់ទេពេលវាថុចយ៉ាងណាក៏នោះប្រជជន84ព្រះភាសាហើយកម្លាំងធំថយហើយមានពេលណាមកថែមអស់ហ្នឹងយល់ទេចឹងមានរឿងរ៉ាវជាច្រើនណាស់ដែលវាកាត់ឡើងថ្មីនេះយើងអ្នកក្រោយនេះត្រូវសិក្សារៀនសូត្រតាមក្បួនតាមគម្ពីរចេះដឹងឲ្យបានត្រឹមត្រូវខ្ញុំមានបន្ថែមមកខ្ញុំលើកទឹកចិត្តឲ្យមានការបន្ថែមឲ្យតែត្រឹមត្រូវយល់ទេពាក្យជំងឺបន្ថែមតិចទៀតពាក្យជំងឺយើងទៅឆែកពាក្យជំងឺមកពីអីឈឺដល់ឈឺយើងសរសេរជានាមពាក្យកម្លាយទៅជាអីគេជំងឺយើងសេមិនចដាក់ស្អំងដាក់សើជំងឺចាំបើគេសេចនឹងមកជាងដាក់សើបានអត់យើងថាអត់បានទេមកពាក្យថាឈឺជាព្យារាយដល់ពេលកម្លាយទៅជាជំងឺសរសេរជាងដូចគ្នាចាំបើក្នុងវចនានុក្រមនឹងមានពាក្យថាចនឹងមកជាងដាក់សើជំងឺឥឡូវយើងថាម៉េចយើងទៅកែឲ្យគេសរសេរថាចូលនឹងមកជាងដាក់ស្រអើខុសចុះក្នុងវិចារកម្មនឹងមានយើងថាម៉េចឥឡូវយើងថាម៉េចយើងថាវិចារអ្នកសរសេរត្រួតខុសហើយចាំបានថាវិចារកម្មក៏ខុសដែរតោះណាចឹងកន្លែងណាដែលខុសយើងកែទៅមិនមែនមានន័យថាមើលងាយសម្ដេចព្រះសង្ឃរាជជនណាទេកុំមានឆាតមកខ្ញុំដដែលមកតតាំងមកខ្ញុំហ្នឹងគឺថាខ្ញុំមើលងាយណាខ្ញុំអត់បានទៅមើលងាយសំបីប្រប៉ុណ្ណចកសក់ចកដៃទេមានតែលើកដំកើងណាលើកតម្កើងរហូតដល់ខ្ញុំហៅថាវចនាកម្មសម្ដេចព្រះសង្ឃរាជជនណាអានេះមិនមែនជាកម្មសិទ្ធិរបស់ឯកជនរបស់សម្ដេចព្រះសង្ឃរាជជនណាទេណាជាកម្មសិទ្ធិរបស់រដ្ឋាភិបាលហើយមានក្រុមគណៈកម្មការជាច្រើនរូបជាអ្នកចូលរួមធ្វើទៀតប៉ុន្តែដោយសារតែការស្រឡាញ់គោរពរាប់អានការចេះដឹងរបស់លោកបាននាំគ្នាហៅថាវចនាកម្មរបស់សម្ដេចព្រះសង្ឃរាជជនណាទៅមើលរាជប្រកាសម្ដងទៀតមើលមានជារបស់ព្រះអង្គណាហើយព្រះអង្គក៏បញ្ជាក់ទៀតសរសេរសម្ដែងដល់ខ្លួនឯងទៀតថាមិនមែនជាទ្រព្យសម្បត្តិរបស់ឯកជនបុគ្គលណាម្នាក់ឡើយជារបស់រដ្ឋាភិបាលទៅមើលតិចមានវចនានុក្រមនេះដេកអោបអត់ដឹងណាអញ្ចឹងខ្ញុំចង់បញ្ជាក់អញ្ចឹងការពិតមានរឿងរ៉ាវច្រើនណាស់នៅក្នុងវចនានុក្រមហ្នឹងតែខ្ញុំនឹងមានពេលខ្ញុំនឹងជជែកម្ដងតិចខ្ញុំមិនមែននេះទេយើងជួយកែសម្រួលទាំងអស់គ្នាណាដើម្បីឲ្យវាកើតការចេះដឹងណាមិនមែនបំផ្លាញទេមិនមែនបំផ្លាញវប្បធម៌អក្សរសាស្ត្រខ្មែរទេចុះឲ្យនៅក្នុងនឹងខុសឲ្យយើងមិនកែមិនណាដឹងថាលោកចាប់ដើមធ្វើវចនានុក្រមហ្នឹងនៅអាយុប្រហែលអាយុ32ឆ្នាំរហូតដល់52ឆ្នាំក្រោយមកទៀតបានលោកកែម្ដងទៀត52ឆ្នាំក្រោយបានលោកចូលរួមកែម្ដងទៀតហើយកែហ្នឹងកែលើរបស់ខ្លួនឯងហ្នឹងដែលក្រុមគណៈកម្មការ18រូបអង្គហ្នឹងបានសម្រេចហើយតែលោកមកកែលើពាក្យខ្លួនឯងហ្នឹងសួរថាហេតុអីបានលោកកែទៅតាមសង្គមបើពាក្យហ្នឹងប្រើទៅវាចម្រូងចម្រាសប្រើទៅវាធ្វើឲ្យច្បុកច្បល់វាច្រឡំលោកកែខ្លួនលោកណាកែខ្លួនឯងហ្នឹងធ្វើនៅឆ្នាំ1915មកកែខ្លួនឯងនៅឆ្នាំ1967កែពាក្យពេចខ្លួនឯងហ្នឹងឥឡូវយើងគិតមើលតិចមើលហេតុអីបានលោកកែលោកអត់ព្រឹងត្អឹងទេបើពាក្យហ្នឹងប្រើទៅវាច្បុកច្បល់វាធ្វើឲ្យច្រឡំបងគឺលោកត្រូវតែកែទៅតាមសង្គមហើយកំណត់សញ្ញាមួយទៅយល់ទេកំណត់សញ្ញាមួយទៅអញ្ចឹងយើងកម្រិតត្អឹងយើងចូលរួមអស់គ្នាទៅខ្ញុំក៏អត់រឹងត្អឹងដែរបើសិនជាលោកអ្នកបងប្អូនដែលជាអ្នកចេះដឹងហ្នឹងបាទមើលឃើញថាវាមានភាពត្រឹមត្រូវមានកំហុស1 2 3 4 5យើងហ៊ាននិយាយហើយយើងតតាំងដោយផ្លូវគំនិតមិនមែនយកអាកំហឹងមកហែងក៏ហ៊ានប្រមាថមើលងាយសម្ដេចព្រះសង្ឃរាជជនណាហែងមិនបានចំណិតមកចំហៀងចកដៃចកជើងរបស់សម្ដេចព្រះសង្ឃរាជជនណាយើងមិនទៅនិយាយរឿងនោះណាយើងមិនទៅប្រៀបធៀបទេយើងនិយាយអំពីរឿងខុសនឹងត្រូវរឿងខ្វះខាតឬក៏មិនខ្វះខាតបន្ថែមឬក៏មិនបន្ថែមដើម្បីឲ្យក្មេងចំណងក្រោយមានភាពងាយស្រួលយើងត្រូវធ្វើវាត្រូវអភិវឌ្ឍវាឲ្យទៅជាផ្លូវកស៊ូយល់ទេលោកមានផ្លូវលំហើយលោកមានគម្រោងហើយលោកមានគោលហើយយើងត្រូវអភិវឌ្ឍវាឲ្យទៅជាផ្លូវកស៊ូផ្លូវ highway ផ្លូវលឿនលឿនយល់ទេយើងកុំប្រកាន់ត្អឹងអ្នកណាហ៊ានកែវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជនណាបានន័យថាប្រមាថមើលងាយវាអត់ត្រូវណាបើឃើញខុសយើងមិនថាខុសមិនដែរបើយើងឃើញខុសណាយើងមិនថាខុសមិនកើតខ្ញុំមិនដឹងថានេះហើយដឹងវចនានុក្រមដែលបងប្អូនមានវាខុសគ្នាយ៉ាងម៉េចខ្ញុំដឹងមិនដែរខ្ញុំនិយាយតាមវចនានុក្រមរបស់ខ្ញុំដែលខ្ញុំមានតាំងពីមកនេះចាស់យូរហើយអានេះបោះពុំលើកទី5ឆ្នាំ1967នេះអញ្ចឹងខ្ញុំសូមឲ្យអ្នកដែលមានវចនានុក្រមនឹងអានឲ្យបានច្រើនទៅណាឲ្យបានច្រើនទៅខ្ញុំក៏ដូចគ្នាដែរខ្ញុំអាចនឹងផ្លាត់ដូចតែគ្នាដែរហ្នឹងពេលខ្លះខ្ញុំអត់បានមើលតាមទម្លាប់ចាស់ចាំពីដើមមកខ្ញុំនិយាយតាមពីដើមមកក៏មានដែរតែខ្ញុំក៏មិនដឹងតាំងដែរបងប្អូនមានហេតុផលបញ្យោគខ្ញុំថាបងអូនណាបងអូនបញ្យោគឡើងនឹងអត់ត្រូវណាខុសណាយោងតាមនេះតាមនោះមកខ្ញុំព្រមភ្លាមឲ្យតែមានឯកសារយោងត្រឹមត្រូវមកមានហេតុផលជាមួយខ្ញុំត្រឹមត្រូវតែកុំឲ្យជេរខ្ញុំសូមតាមយ៉ាងកុំឲ្យជេរខ្ញុំ
តាជេខ្ញុំបាទខ្ញុំប្រាប់ណាអ្នកធ្វើហត់ទេណាយល់ពីអ្នកធ្វើហត់ទេខ្ញុំត្រូវចំណាយពេលស្រាវជ្រាវមិនមែនចេះតែបើកក្អូមាត់មកនិយាយមកណាខ្ញុំត្រូវស្រាវជ្រាវឯកសារខ្ញុំត្រូវអានឯកសារយោងឯកសារវចនានុក្រមឯកសារវេយ្យាករណ៍ខ្មែរណាចំនួនចាស់ចំនួនថ្មីណាខ្ញុំសុទ្ធតែយោងនេះខ្ញុំសុទ្ធតែយោងនេះណារបៀបរៀនរបស់ខ្ញុំរបៀបខ្ញុំឆ្លើយតបក្នុងបងប្អូននេះខ្ញុំមានយោងនេះណាច្រើនណាស់ឯកសារច្រើនណាស់ដែលខ្ញុំយោងអញ្ចឹងខ្ញុំពេលខ្លះខ្ញុំមើលទៅខ្ញុំថាអូអានេះដូចហើយនេះអូអាហ្នឹងត្រឹមត្រូវខ្ញុំវិភាគទៅខ្ញុំថាត្រឹមត្រូវនិយាយទៅពេលខ្លះខុសខ្ញុំខ្ញុំនៅច្រឡំអាពាក្យសំស្ក្រឹតពាក្យបាលីហើយនឹងពាក្យខ្មែរសុទ្ធនេះខ្ញុំពេលខ្លះខ្ញុំខកដឹងខ្លួនខ្ញុំមិនដឹងទេពេលខ្លះខ្ញុំមិនដឹងមែនហើយបងប្អូនជួយកែខ្ញុំមកលោកគ្រូពាក្យហ្នឹងមិនមែនពាក្យភាសាខ្មែរសុទ្ធទេអាហ្នឹងគឺបាលីសំស្ក្រឹតទេអាហ្នឹងខ្លាយទេអាហ្នឹងខ្ញុំទទួលស្វាគមន៍ជំរៀនសូត្រខ្ញុំមិនមែនថាខ្ញុំទៅរត់វាអត់ទេ